ឲ្យអ្វីទៅកាន់អ្នកដទៃមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់ជួបមនុស្សល្អប៉ុន្តែបែរជាធ្វើខ្លួនជាមនុស្សមិនល្អទៅវិញនៅពេលដែលយើងធ្វើខ្លួនជាមនុស្សអាត្មានិយមគិតតែពីអារម្មណ៍ខ្លួនឯងហើយមិនដែលខ្វល់ពីទុក្ខលំបាកមនុស្សក្បែរខ្លួនគ្មានទំនួលខុសត្រូវលើតួនាទីរបស់ខ្លួនហើយចូលចិត្តធ្វើអ្វីទៅតាមអារម្មណ៍នឹកឃើញដល់ពេលជួបបញ្ហាក៏រត់គេចបាត់ទុកឲ្យអ្នកដទៃជួយដោះស្រាយជំនួសខ្លួនទង្វើបែបនេះនឹងត្រឡប់ទៅលើយើងវិញនៅថ្ងៃណាមួយជាមិនខានមានច្បាប់មួយលើកឡើងថាការឲ្យគឺជាការទទួលបើយើងឲ្យអ្វីទៅអ្នកដទៃយើងនឹងទទួលបានរបស់នោះត្រឡប់មកវិញដូចគ្នានឹងការឲ្យស្នាមញញឹមទៅកាន់អ្នកដទៃយើងនឹងទទួលបានភាពរីករាយនៅក្នុងចិត្តត្រឡប់មកវិញភ្លាមៗដែរនៅពេលដែលយើងឲ្យការយកចិត្តទុកដាក់ចំពោះអ្នកដទៃយើងក៏មិនខ្វះអ្នកខ្វល់ខ្វាយពីយើងនៅពេលយើងឲ្យចំណេះដឹងដំណោះស្រាយការលើកទឹកចិត្តដល់អ្នកដទៃច្រើនកម្រិតណាយើងក៏ទទួលបានកម្លាំងចិត្តពីខាងក្នុងច្រើនកម្រិតនោះដែរតែជាចំណែកមួយជួយលើកកម្ពស់ជីវិតយើងឲ្យឆាប់ក្រោកឡើងវិញនៅពេលដែលយើងដួលចុះទោះបីជាមានពេលខ្លះការទុក្ខក៏ទុក្ខនោះនៅជាមួយយើងមិនបានយូរដែរវានឹងរលាយសាបសូន្យត្រឡប់ទៅវិញយ៉ាងឆាប់រហ័សប៉ុន្តែបើយើងឲ្យចិត្តក្តៅក្រហាយកំហឹងពាក្យសម្ដីអាក្រក់សាយភាទៅប៉ះចិត្តអ្នកដទៃច្រើនប៉ុណ្ណាយើងក៏ទទួលបានភាពអវិជ្ជមានគ្រប់យ៉ាងចូលមកក្នុងជីវិតច្រើនហោហៀប៉ុណ្ណោះដែរអ្វីដែលយើងឲ្យទៅកាន់អ្នកដទៃវានឹងវិលត្រឡប់មករកយើងវិញជាមិនខានដូច្នេះចូលប្រយ័ត្នប្រយែងចំពោះការឲ្យរបស់យើងដោយចេតនាក្តីអចេតនាក្តីទៅអ្នកដទៃ